ថ្ងៃនេះរឿងមួយដែលខ្ញុំនឹងលើកយកមកជាទីសន្តាប់គឺជារឿងមួយដែលខ្ញុំជឿថាយើងគ្រប់គ្នាសុទ្ធតែធ្លាប់ជួបដែលមិនអាចជៀសវាងបាននោះគឺការភ័យខ្លាចតើបងប្អូនធ្លាប់មានអារម្មណ៍ភ័យខ្លាចនៅក្នុងការចាប់ផ្ដើមធ្វើអ្វីដែលថ្មីទេយើងភ័យថាយើងនឹងមិនទទួលបានជោគជ័យហើយយើងភ័យថាមនុស្សផ្សេងនឹងសើចចំអកឬមិនទុកចិត្តយើងជាដើមជីវិតយើងមិនអាចគេចផុតអំពីការភ័យខ្លាចនោះទេប៉ុន្តែចំណុចសំខាន់គឺយើងនឹងអនុញ្ញាតឲ្យការភ័យខ្លាចនោះចូលមកគ្រប់គ្រងយើងឬយើងនឹងយកជ័យជំនះទៅលើវាសូមបងប្អូនគិតម្ដងមើលអ្វីជាច្រើនដែលយើងចង់បានមិនមែនតែងតែត្រូវការទេពកោសល្យពិសេសណាមួយឬក៏មិនមែនដោយសារយើងមិនមានឱកាសនោះទេក៏ប៉ុន្តែបញ្ហាចម្បងយើងខ្លាចភាពបរាជ័យឬយើងភ័យថានៅមិនទាន់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាដើមមនុស្សជាច្រើនគិតថាតើតែពេលខ្លួនឯងជោគជ័យទើបគ្មានការភ័យខ្លាចទៀតប៉ុន្តែជីវិតពិតគឺមិនដូច្នោះទេមនុស្សទាំងអស់សូម្បីតែអ្នកដែលជោគជ័យខ្លាំងបំផុតក៏មានការភ័យដែរភាពខុសគ្នាគឺនៅត្រង់ថាពួកគេមិនឲ្យការផិតភ័យនោះមករាំងស្ទះនៅអ្វីដែលពួកគេចង់ធ្វើនោះទេគឺពួកគេនៅតែបន្តធ្វើវាទោះបីជាមានការភ័យខ្លាចក៏ដោយខ្ញុំចង់ប្រាប់រឿងមួយមានបុរសម្នាក់គាត់ចង់បើកអាជីវកម្មផ្ទាល់ខ្លួនគាត់តែងតែបោះបង់គំនិតនោះដោយសារតែភាពភ័យខ្លាចរបស់គាត់ភ័យថាអតិថិជននឹងមិនចូលចិត្តគាត់ហើយគាត់ភ័យខ្លាចថាគាត់នឹងអាចខាតបង់គាត់ភ័យខ្លាចថាមនុស្សនឹងនិយាយថាគាត់មិនស័ក្តិសមជាម្ចាស់អាជីវកម្មជាដើមរហូតដល់ថ្ងៃមួយគាត់គិតថាបើខ្ញុំមិនសាកល្បងសោះខ្ញុំនឹងមិនដឹងទេថាតើខ្ញុំអាចធ្វើបានឬអត់ថ្ងៃនោះគាត់ចាប់ផ្ដើមពីជំហានតូចគាត់រៀនពីកំហុសខ្លះៗដែលធ្លាប់ធ្វើឲ្យគាត់បរាជ័យហើយគាត់នៅតែបន្តធ្វើមិនឈប់សប្តាហ៍ថ្ងៃនេះគាត់មានអាជីវកម្មដ៏ជោគជ័យជាច្រើនគាត់បានចែករំលែកថាការភ័យខ្លាចគឺនៅតែមានតែខ្ញុំរៀនរស់ជាមួយវាខ្ញុំនឹងមិនឲ្យវាគ្រប់គ្រងខ្ញុំតទៅទៀតឡើយបងប្អូនអ្នកស្ដាប់ជាទីរាប់អានភាពភ័យខ្លាចគឺជាអារម្មណ៍ធម្មតាដែលមានចំពោះមនុស្សគ្រប់គ្នាវាបានបង្ហាញថាយើងកំពុងតែសាកល្បងអ្វីដែលថ្មីនិងពិបាកវាជាអ្វីដែលយើងមិនទាន់ស្គាល់និងមិនធ្លាប់សាកល្បងពីមុនប៉ុន្តែអ្វីដែលគួរឲ្យចងចាំនោះគឺជាដំណើរការនៃការលូតលាស់ហើយការលូតលាស់នេះអាចកើតឡើងបាននៅពេលដែលយើងចាប់ផ្ដើមសាកល្បងអ្វីដែលថ្មីនិងដែលពិបាកប៉ុណ្ណោះប្រសិនបើយើងនៅស្ងៀមដោយសារតែការភ័យនិងការសាងកំហុសយើងនៅតែមិនដឹងថាយើងអាចធ្វើអ្វីកើតនិងមិនដឹងអំពីសក្តានុពលរបស់ខ្លួនឯងគឺមានតែការជំនះនិងការចាប់ផ្ដើមសាកល្បងតែប៉ុណ្ណោះសំណួរសួរថាតើត្រូវធ្វើដូចម្តេចដើម្បីជំនះការភ័យខ្លាចយើងមាន4ជំហានដើម្បីជំនះភាពភ័យខ្លាចរបស់យើងជំហានទី1គឺត្រូវទទួលស្គាល់វាសូមសារភាពជាមួយខ្លួនឯងថាបាទឬចាស់ខ្ញុំពិតជាភ័យការទទួលស្គាល់នឹងអារម្មណ៍នេះគឺជាជំហានដំបូងនៃការគ្រប់គ្រងការភ័យខ្លាចដែលយើងកំពុងតែគេចវេះពីវាយើងគួរចាត់ទុកភាពភ័យខ្លាចគឺជាមិត្តដ៏ស្មោះត្រង់ម្នាក់ដែលកំពុងនាំយើងទៅរកការសាកល្បងថ្មីនិងដើម្បីនាំជីវិតរបស់យើងទៅរកការរីកចម្រើនជំហានទី2កុំរងចាំមនុស្សជាច្រើននិយាយថានៅពេលដែលខ្ញុំបាត់ភ័យព្រួយខ្ញុំនឹងចាប់ផ្ដើមប៉ុន្តែភាពភ័យខ្លាចនោះនឹងមិនទៅណាទេវានៅតែស្ថិតនៅជាមួយយើងវានឹងនៅតែធ្វើឲ្យយើងស្ទាក់ស្ទើរដូច្នេះយើងគួរតែចាប់ផ្ដើមទោះបីជាមានការភ័យខ្លាចក៏ដោយជំហានទី3រៀនពីបរាជ័យការបរាជ័យមិនមែនជាការបញ្ចប់នៅអ្វីៗនោះទេវាជាមគ្គុទ្ទេសក៍ដ៏ចំណានរបស់យើងការបរាជ័យនឹងប្រាប់យើងថាតើត្រូវផ្លាស់ប្ដូរអ្វីនិងត្រូវរៀនពីអ្វីមនុស្សដែលឈ្នះពិតៗគឺមិនមែនអ្នកដែលមិនធ្លាប់បរាជ័យទេប៉ុន្តែជាអ្នកដែលមិនបញ្ឈប់ការព្យាយាមជំហានទី4ការជឿជាក់លើខ្លួនឯងទោះបីអ្នកផ្សេងមិនជឿទៅលើយើងក៏ដោយក៏យើងត្រូវជឿលើខ្លួនឯងជាមុនសិនព្រោះការជឿជាក់លើខ្លួនឯងមានថាមពលដ៏ខ្លាំងបំផុតវាជាថាមពលដែលធ្វើឲ្យយើងឆ្លងកាត់នូវភាពភ័យខ្លាចបានបងប្អូនអ្នកស្ដាប់ទាំងឡាយការភ័យខ្លាចមិនមែនជាសត្រូវទេវាគឺជាផ្នែកមួយនៃជីវិតដែលបង្រៀនឲ្យយើងមានភាពក្លាហានបើគ្មានវាយើងនឹងមិនដឹងថាតើភាពក្លាហានមានតម្លៃប៉ុណ្ណាយើងគួរតែផ្លាស់ប្ដូរពីរបៀបដែលយើងមើលទៅវាមិនមែនមើលទៅដូចជាអ្វីមួយដែលយើងត្រូវជៀសវាងនោះទេប៉ុន្តែមើលទៅដូចជាអ្វីដែលយើងត្រូវរៀនសូត្រពីវាគិតថារាល់ពេលដែលយើងភ័យនោះគឺជាសញ្ញាថាយើងកំពុងបន្តលូតលាស់យើងកំពុងបន្តដំណើរទៅរកភាពជោគជ័យបន្តិចម្ដងចូលបងប្អូនចាប់ផ្ដើមនៅក្នុងថ្ងៃនេះមិនចាំបាច់ធ្វើអ្វីធំដុំនោះទេគឺយើងអាចសាកល្បងពីជំហានតូចៗម្ដងមួយធ្វើអ្វីមួយដែលយើងតែងតែភ័យខ្លាចនៅក្នុងការចាប់ផ្ដើមធ្វើវាប្រហែលជាការនិយាយជាសាធារណៈ
ប្រហែលជាការដាក់ពាក្យធ្វើការថ្មីប្រហែលជាការរៀនជំនាញថ្មីប្រហែលជាការចាប់ផ្ដើមនិយាយជាមួយមនុស្សមិនស្គាល់ជាដើមរាល់ជំហានតូចៗនោះនឹងបន្ថែមនូវទំនុកចិត្តហើយថ្ងៃមួយបងប្អូននឹងត្រឡប់ងាកមកមើលក្រោយវិញហើយនិយាយថាខ្ញុំមិនគិតថាខ្ញុំអាចធ្វើបានទេប៉ុន្តែពេលនេះខ្ញុំអាចធ្វើវាបានជាចុងក្រោយខ្ញុំចង់ឲ្យបងប្អូនចងចាំនូវឃ្លាសំខាន់មួយថាភាពក្លាហានមិនមែនអវត្តមាននៅភាពភ័យខ្លាចនោះទេប៉ុន្តែជាការហ៊ានជំនះធ្វើទោះបីជាមានការផិតភ័យក៏ដោយដូច្នេះយើងនឹងរស់នៅដោយភាពក្លាហាននិងយកឈ្នះទៅលើការភ័យខ្លាចរបស់យើងចូលចាប់ផ្ដើមនៅក្នុងថ្ងៃនេះដោយជំហានតូចៗមួយហើយបន្តដល់ថ្ងៃដែលយើងអាចនិយាយថាខ្ញុំមិនអនុញ្ញាតឲ្យការភ័យខ្លាចបញ្ជាខ្ញុំបានទៀតឡើយសូមឲ្យបងប្អូនទាំងអស់គ្នាមានភាពក្លាហានគ្រប់ជំហាននៃជីវិតសូមឲ្យការយកឈ្នះភាពភ័យខ្លាចរបស់អ្នកចាប់ផ្ដើមនៅក្នុងថ្ងៃនេះនិងនាំមកនូវជោគជ័យនៅក្នុងជីវិត